របៀបធ្វើនំខារ៉ាមែលតែអត់ជោគជ័យមិនបានខ្ញុំនិយាយថាអត់ជោគជ័យជាមួយអ្នកទាំងគ្នាចាំមើលដល់វីដេអូចុងក្រោយអ្នកទាំងគ្នាអញ្ចឹងតើមើលទាំងគ្នាតើយើងដាក់អីគេខ្លះដើម្បីធ្វើនំខារ៉ាមែលអញ្ចឹងជាដំបូងអ្នកគ្នាដាក់ស្ករ2កូនចានមកអ្នកគ្នាបន្ទាប់មកអ្នកគ្នាបន្ថែមទឹកបន្តិចហើយទុកស្ករនឹងឲ្យវាក្រហមហើយសម្រាប់ពងមាន់គឺខ្ញុំប្រើ3គ្រាប់អ្នកគ្នា2គ្រាប់គឺខ្ញុំយកទាំងពណ៌ក្រហមនិងពណ៌សចំណែកមួយគ្រាប់ទៀតខ្ញុំយកតែពណ៌ក្រហមសុទ្ធទេបងប្អូនអ្នកគ្នាកុំឲ្យវាមានពណ៌សច្រើនពេកហើយនំនេះខ្ញុំធ្វើមានតែ3មុខឯសម្រាប់ធ្វើនំនឹងមានពងមាន់ទឹកដោះគោសហើយនិងស្ករសយើងអ្នកគ្នានិយាយទៅនំនឹងគឺខ្ញុំមានតែ3មុខឯសម្រាប់ធ្វើហើយងាយបំផុតបងប្អូនអ្នកគ្នាគាត់ថាយើងធ្វើអត់ត្រូវបច្ចេកទេសមិនទេនំយើងវាអត់ស្អាតតែបើសម្រាប់នំគឺឆ្ងាញ់ហើយសាច់វាទន់តែគាត់ថានំយើងមើលទៅវាអត់ស្អាតវាមានបាយពពុះបាយទៅពេលយើងសាច់នំយើងអត់ស្អាតសោះសម្រាប់បងប្អូនអ្នកគ្នាគូតិចបានហើយអ្នកគ្នាកុំគូដូចនំចឹងខ្លាំងពេកពេលវាបាយពពុះទៅពេលដែលយើងធ្វើនំទៅវាអត់ស្អាតអ្នកគ្នាអញ្ចឹងបានខ្ញុំថានំខ្ញុំអត់ជោគជ័យព្រោះអីវាបាយពពុះដល់ពេលហើយខ្ញុំអត់បានស្ងពពុះចេញនំយើងវាអត់ស្អាតវានៅបែកចឹងវាអត់ស្អាតដូចគេអញ្ចឹងតើមើលបន្តទៀតនេះណាគ្នាស្ករយើងវាឡើងក្រហមតិចចេះអញ្ចឹងគឺស្ករខ្ញុំវាបែកពពុះអញ្ចឹងមកចឹងហើយទើបនំខ្ញុំវាអត់ស្អាតនេះណាគ្នាខ្ញុំមិនដឹងមិនដែរដឹងតែបើវាបែកពពុះចឹងណាគ្នាអញ្ចឹងវាដល់ពេលហើយនំយើងវាអត់ស្អាតវាបែកពេលវាក្រហមចឹងអ្នកគ្នាលើកចេញពីចង្កានមកអ្នកគ្នាហើយយើងយកមកចាក់នៅក្នុងចានប៉ុណ្ណឹងមកនេះឃើញស្ករយើងវាយើងពពុះដល់ពេលចឹងពេលដែលយើងចាក់នំចូលទៅវាអត់ស្អាតអ្នកគ្នាវាលើបែកពពុះចឹងចាក់ចូលមកហើយស្ករអ្នកគ្នាកុំទុកឲ្យក្រហមនំចឹងពេកណាចឹងខ្លាចវាល្វីងខ្ញុំរៀងល្វីងតិចបាទហើយហើយបន្តមកយើងអ្នកគ្នាយកដោះគោយកទៅដាក់វាយ៉ាងក្តៅណាបងប្អូនអ្នកគ្នាមិនចាំដាក់ឲ្យពុះខ្លាំងដូចខ្ញុំចឹងទេវាក្តៅដោះគោមកដោះគោអ៊ុនមកហើយយើងយកមកចាក់នៅក្នុងពងមាន់របស់យើងអ្នកគ្នាចឹងនេះខ្ញុំដាក់វាពុះយ៉ាងខ្លាំងដល់ពេលចឹងយើងយកមកចាក់មកវាចាប់ផ្ដើមបាយពពុះថែមអ្នកគ្នាដល់ពេលចឹងនំយើងចេញមកអត់ស្អាតទេវាយ៉ាងបែកចឹងណាបងប្អូនអ្នកគ្នាពេលអ្នកគ្នាគោវាសពហើយអ្នកគ្នាយកមកចាក់នៅក្នុងស្ករដែលយើងបានចាក់មិញហ្នឹងយកមកចាក់ស្ករយកមកចាក់ចូលស្ករមកអ្នកគ្នាពេលអ្នកគ្នាចាក់ចូលហើយអត់មានអីទៀតទេបងប្អូនអ្នកគ្នាគាត់ថាយកទៅចំហុយវាទៅអ្នកគ្នាមានចង្កាំភ្លើង
anh mới thêm đây là cái chói cùng chói được nhung chân nhà cái thử miền ấy khộp nung bên dương có mỗi tắc với chua là nung bên dương bây chẳng nung dương không biết đôi chói đôi chụp bông ngoan nhưng cái nhà bông bông nặc này khi nung nhung mày với ớt xa bông bông nặc này cái nhà này ớtแต่mà nhắm sát đúng chen bên đây gọi là vì ớt xa vì nung dương ớt xa đôi kế chân cho mơ lại khói thơ của tao thì thơ đồng ăn nung xa vậy tới cứ chen như này cái này gọi là sát nung dương ớt xa đôi kế chúng ta cũng chọn nung bông nặc này nhưng mà thơ bà tay em tiết gọi là sát nung bye bye